ថ្ងៃនេះម៉ាក់បរៀនធ្វើផ្អកក្បាលជ្រូកហើយក៏បានឆ្លៀតថតជាវីដេអូទៅបងប្អូនទាំងគ្នាបានមើលដែរម៉ាក់ខ្ញុំក៏ធ្វើឆ្ងាញ់ណាបងប្អូនធ្លាប់តែគាត់ធ្វើឲ្យញ៉ាំថ្ងៃនេះបរៀនធ្វើផ្ទាល់មកក្បាលជ្រូកយើងហាន់វាមិនល្មមប៉ុណ្ណាហើយយកមកស្ងោរប៉ុន្តែយើងស្ងោរអត់ឲ្យឆ្អិនដល់ផុយលួយបងប្អូនស្ងោរវាត្រឹមតែមកឆ្អិនច្របប៉ុណ្នេះស្រង់ចេញមកយើងប្រលះយកឆ្អឹងវាចេញឲ្យអស់ហ្មងគាត់ថាបើយើងស្ងោរឆ្អិនចេះតែ4ថ្ងៃអីបានហូបឲ្យបងប្អូនប៉ុន្តែបើសិនយើងស្ងោរនៅឆៅចូល10ថ្ងៃកន្លះខែអីគ្រឿងផ្សំនេះមកធ្វើផ្អកមានអីច្រើនទេតប៉ែខ្មៅអំបិលម្ទេសខ្ចីហាន់វាជាប្រទេសស្ដាលឲ្យតែថាឲ្យគាត់បរៀនធ្វើអីចឹងគាត់ចូលចាំមើលរហូតខ្លាចយើងធ្វើខុសឲ្យតែថាគាត់បរៀនធ្វើរបស់ផ្អាប់អញ្ចឹងខ្ញុំតែងតែថតបង្ហាញរហូតដល់ហ៊ានចេះម្នាក់ឯងខ្លាចភ្លេចពេលមានគ្នាចេះដែរអញ្ចឹងយើងសន្ទុកសួរពេលភ្លេចភ្លាំងអីចឹងណាម្ទេសយើងហាន់ជាសរសៃឆ្មាចេះហើយយកមកលីងឲ្យឈ្ងុយពេលយើងយកចាវជាមួយផ្អកទៅវាឡើងក្លិនសាច់របស់យើងហ្នឹងឈ្ងុយឈ្ងប់ពេញហ្នឹងហ្មងវាហ្នឹងគឺចង់ណែនាំបងប្អូនទាំងគ្នាឲ្យស្គាល់កន្លែងលក់ខោអាវមួយដែរយើងទិញទៅតាមអនឡាញបងប្អូនពេលគីឡាខោអាវធូរថ្លៃហើយសាច់ស្អាតណាបាទខ្ញុំមកចិត្តចំណាយលើខោអាវច្រើនផងត្រឹងមកសាច់កណាត់អស់នេះបើសិនយកប្រាប់គេថាតម្លៃប៉ុណ្ណឹងគេអត់ជឿដែរបងប្អូនមានទាំងអ accessory ទូចកាបូបនិយាយទៅមកតួខ្លួនស្បែកជើងអីក៏មានដែរហើយសិតតែម៉ូតស្អាតខោអាវស្ទីលក៏មានចំណាស់ក៏មានសពតនេះវិញសាច់ឡើងស្អាតតម្លៃតែប៉ុន្មានរៀលទេបើយើងកំងមកពីចិនខ្លួនឯងក៏មិនបានតម្លៃប៉ុណ្ណឹងដែរបងប្អូនហើយយូរថ្ងៃទៀតអានេះក៏ស្អាតអានោះក៏ស្អាតនិយាយទៅបើមិនស្អាតយើងមិនតម្លាក់លេខមែនទេបងប្អូនអាចកាក់មកពីរៀលបងប្អូនតម្លាក់លេខបុកទីតាំងហ្នឹងជួដៃណាបងប្អូនតែបើយើងតម្លាក់លេខបុកទីតាំងជាមួយនឹង VH Shop បានអីវ៉ាន់ច្រើនហើយមានគុណភាពតម្លៃធូរថ្លៃសបោម៉ូតស្អាតឲ្យយើងរើសយើងក៏មកបានធូរថ្លៃហើយល្អអញ្ចឹងដូរម៉ូតស្ដាយបងប្អូនយើងស្លៀកតាណាតាណីអញ្ចឹងមើលមកសមរម្យហ្មងចូល Facebook ហើយចុចកន្លែង search ទេបងប្អូនដាក់តែ VH Shop ចេះមកចេញហាងមកចង់បានម៉ូតអីរើសមើលខ្លួនឯងទៅតម្លៃធូរថ្លៃល្អបងប្អូនខោជើងធំសាច់ស្អាតមែនតើខ្ញុំមកពាក់ជាមួយអាវយឺតឈុតកវលនេះជាមួយនឹងកងដៃនេះបងប្អូនតែ3រៀលទេខ្ញុំដែរទិញកៅអៅណាបានធូរថ្លៃឲ្យសាច់ស្អាតអញ្ចឹងឯងបងប្អូនលើកទី1នេះតែពេលអញ្ចឹងស្បែកជើងទិញម្ដង2គូហ្មង VH Shop បងប្អូនចូលមើលនឹងតែបានខោអាវត្រូវចិត្តហ្មងយើងបន្តមើលក្បាលជ្រូករបស់យើងវិញសម្រាប់សាច់យើងអាចភ្លៀសមើលតទៀតបងប្អូនកន្លែងណាចប់ឆ្អឹងអញ្ចឹងយើងភ្លៀសវាស្អាតបន្ទាប់មកយើងហាន់វាជាកង់ប្រវែងប៉ុណ្ណឹងកុំធំពេកកុំតូចពេកបើសិនជាបងប្អូនធ្វើបងប្អូនដាក់ត្រចៀកឲ្យច្រើនមកព្រោះត្រចៀកដល់ពេលដែលយើងចាវវាជូរទៅវាឡើងច្របអូឆ្ងាញ់ណាស់យើងដាក់តប៉ែមួយកូនចានហើយសម្រាប់សាច់1គីឡូយើងប្រើម្ទេសប្រហែល1ក្តាប់ហើយយើងប្រើជាប្រភេទអំបិលក្រួសតែកន្លះចានចង្កឹះប៉ុណ្នេះទៅបានហើយសម្រាប់ក្បាលជ្រូកដែលយើងភ្លៀសឆ្អឹងចេញស្អាតចំនួន3គីឡូប្រើអំបិលក្រួសប៉ុណ្ណឹងអត់ប្រៃទេណាបងប្អូនវាមកល្មមឆាប់ជូរតែ4ថ្ងៃអីជូរជ្រះល្អយើងចាវាដាក់ជាមួយតប៉ែខ្មៅអញ្ចឹងអប់ក្លិនឈ្ងុយហើយឆាប់ជូរល្អទៀតយើងមានម្ទេសលីងជួយកាត់ក្លិនឆ្អាបហើយបង្កើនក្លិនឈ្ងុយដល់សាច់ជ្រូករបស់យើងចាវាឲ្យសព្វគ្រឿងអញ្ចឹងហើយញាត់ចូលកន្លទៅបិទចិត្តបងប្អូនកុំឲ្យមានពងរុយមានអីយើងញាត់ចូលកន្លអញ្ចឹងហើយដាក់5ថ្ងៃទេដាក់ក្នុងម្លប់ដើម្បីរក្សាស្ថិរភាពសីតុណ្ហភាពរបស់ផ្អកយើងនឹងឲ្យវានៅថេរផ្អកយើងឡើងក្លិនឈ្ងុយហើយបែកក្លិនផ្អូមមេសំខាន់មួយទៀតគឺសម្ភារៈដែលយើងប្រើនឹងត្រូវតែស្ងួតហើយស្អាតយ៉ាងឯងភ្លុកមើលបានបងប្អូនបើសិនជាផ្អករបស់យើងឡើងជូរហើយយើងដាក់ចូលទូត្រជាក់វិញកុំដាក់នៅក្រៅយកវាជូរខ្លាំងពេកញ៉ាំលេងកាដាក់ចូលទូត្រជាក់អញ្ចឹងទោះជាកន្លះខែ1ខែ2ខែ3ខែក៏ខូចទៅណាស់ដែរវានៅតែងុំក្លិនងុំជាតិចង់យកទៅចំហុយញ៉ាំជាមួយលក់ឬក៏យើងចង់ខយហ្នឹងបានទាំងអស់ឆ្ងាញ់ណាស់បងប្អូនឈ្ងុយមែនតែនដាក់វាចូលកន្លអស់ហើយយើងសង្កត់វាឲ្យណែនហ្មងណាមានចង្អល់អីទៀតបងប្អូនចាំខមមិនមកបាយ